ប៉ុន្តែបានម្ដងនឹងទៅក៏មិនដឹងយ៉ាងប្រហែលជាបារមីបនវត្តនឹងជួយត្រេកអរហែផ្លូវស្រាប់តែមកដល់នេះចាត់តាំងឲ្យអាត្មាធ្វើអានន្តទៀតជាអាណិតភ័យថ្ងៃហ្នឹងតំណងបានធ្វើកាសបៈម្ដងយ៉ាងស្រាប់តែចាត់ចែងទៅមកអានន្តទៀតមុខអាត្មាមិនដឹងជាមុខអាម៉េចគេឲ្យធ្វើតាអានន្តរហូតប៉ុន្តែញោមដឹងស្រាប់ហើយមិនមែនអានន្តមែនតែនទេញោមណាអានន្តមែនតែនឃ្លាំងចេះឃ្លាំងចាំឃ្លាំងធေါ်អាត្មានេះអានន្តឃ្លាំងផ្លេចអាធေါ်នោះចេះតែផ្លេចហើយបើអាពាក្យស្អីក្រៅពីធေါ်នោះនិយាយពីចាំអូចាំហើយអានន្តពីជំនាន់ព្រះអានន្តគង់ទៅពីក្រោយព្រះកាន់ផ្លិតបកថ្វាយព្រះអង្គពេលទេសនាអានន្តអាត្មាទៅបនឯណាក៏គេដាក់ទៅពីមុខព្រះទៅរហូតលេចមើលទៅព្រះនៅពីក្រោយទៀតជាអៀនខ្លួនហើយនៅតែពីមុខព្រះអានន្តនេះអានន្តទើអានន្តតអានន្តទាល់តែសួរច្រើនទាល់ហើយអានន្តតអានន្តជំនាន់ព្រះជ្រែកដីងើបមកឡើងក្រែអានន្តនេះបើមិនដើរឡើងក្រែយួរថងយាមអត្រាមកទេមកមិនដល់ទេហើយចឹងខ្ញុំកណាមិនមែនមានសមត្ថភាពទាំងអស់នោះទេប្រគុណម្ចាស់តាំងងារឲ្យជាអានន្តហ្នឹងឆ្លើយតែតាមចេះទេកុំស្មានថាអានន្តពីដើមមិនមែនទេអានន្តសម័យកុំព្យូទ័រនេះចេះតិចណាស់ឲ្យតែហ៊ានណាសួរខុសពីកន្លែងចេះតល់ខ្មាស់យាយឥឡូវហើយប៉ុន្តែបំណាច់ថានឹងឡើងក្រែទៅហើយញាតញោមខំកាត់តាំងពីអាមេរិកមកទៅហើយក៏ធ្វើក្រាន់បើដែរញោមខ្លះមិនបានមកខំផ្ញើនេះផ្ញើនោះមកដូចជាញោមអ៊ំបរីញោមរុនសុខាអីហ្នឹងចេះតែភ្ជាប់មករបស់ឆាន់ខ្លះរបស់គោរពបូជាខ្លះថតរូបនឹងផ្ញើឲ្យមើលស្រុកស្ពានក្រហមនឹងខ្លះហើយបើអញ្ចឹងហើយបើមិនបានអីក៏តល់ជាក៏អស់ចិត្តអស់ចង់ដែរបើអញ្ចឹងឡើងលើក្រែហើយសុំបីអាខ្លួនកំពុងអភ័យក៏ប្រឡប់លាបប្រេងកាឡាធ្វើក្លាហានមកគ្រាសិនដែរសួរចោះឲ្យតែកន្លែងខ្ញុំកណាចេះអាកន្លែងណាមិនចេះកុំសួរលោកគ្រូខាងនោះចោះលោកគ្រូខាងនោះជើងខ្លាំងខាងវិន័យមកខេតបាត់ដបងហ្នឹងដើរសីមាហ្នឹងចង់គ្រប់ពហិអស់ហើយហើយនិយាយពីវិន័យហ្នឹងខ្ទេចខ្ទីដូចខ្ទឹមចូលផ្ទះឆាកាទៀវហើយដោះស្រាយទំនាស់ចំនួនគ្រប់កន្លែងទាំងអស់ហើយអញ្ចឹងប្រគុណម្ចាស់ហ្នឹងជើងខ្លាំងខាងវិន័យឆ្ងល់ពីសីមាកម្មឆ្ងល់ពីអីសួរប្រគ្រូខាងនោះហើយខ្ញុំកណានេះតួនាទីព្រះអានន្តហ្នឹងប្រសូតនឹងអភិធម្មទុកបកស្រាយពីរឿងអានិសង្ឃដែលគេកសាងពហិសេនាសនៈអីហ្នឹងហើយព្រមទាំងបកស្រាយពីបុណ្យដែលគេធ្វើហ្នឹងអាហ្នឹងចែកគ្នាឲ្យដាច់អញ្ចឹងខ្ញុំកណាសនំពរអញ្ចេះមុននឹងសម្ដែងប្រគេនខដល់ព្រះមហាកាសព4ឆ្នាំងប៉ុន្តែខហ្នឹងមិនមែនខតពាំងមិនមែនខជើងជ្រូកទេខសន្យាទី1បើឆ្លើយទៅលើសសុំច្រាប់ចេញបើឆ្លើយទៅខ្វះចន្លោះប្រហោងសុំសៀតសោកលៃលោកបំពេញឲ្យកំពុងញាត់ឲ្យណែនឲ្យផងនេះ1ខទី2បើខ្ញុំកណាឆ្លើយខុសមេត្តាជួយកែឲ្យផងខឆ្នាំងទី3បើខ្ញុំកណាចេះចាំមិនច្បាស់សពេចសពិលទេអានឹងសន្មត់ថាមិនចេះឆ្លើយដែរប៉ុន្តែមិនវែងទេឆ្លើយខ្លីថាអត់ចេះទេសូមវេប្រគេនប្រគ្រូការសពវិញខឆ្នាំងទី4អានន្តនេះខុសពីអានន្តមុនអានន្តមុនទទួលភារៈតអ្នកឆ្លើយទេប៉ុន្តែអានន្តថ្ងៃនេះទទួលភារៈអ្នកសួរទៀតតែស្ដាប់មិនបានយល់មិនច្បាស់ពុះមិនបែកចែកមិនដាច់សូមសួរប្រកាសសពវិញហើយបើហ៊ានសួរខ្ញុំកណាជាអានន្តសូមសួរវិញហើយបើហ៊ានឲ្យខ្ញុំកណាឆ្លើយសុំនៅលើក្រែហើយបើមិនហ៊ានទេអត់អីទេនិមន្តចោះទៅវិញក៏បានដែរព្រោះមួយអង្គទៀតប្រមាលផងតឡើងទេនេះសូមនិមន្តជ្រាបសាធុមនាលអានន្តសំដើរតួនាទីជាអានន្តហើយពីព្រោះវោហាសាសចម្លើយឆ្លើយសាសងផ្ដោះផ្ដងសូរស័ព្ទមកប្រាប់ដល់ខ្ញុំបកករណាអាត្មាបាញ់មិញលោកមុននឹងព្រមល្មមជាអានន្តហ្នឹងបានប្រគេនខ4ឆ្នាំងឲ្យអាត្មាឆាន់សិនណាញោមហើយអាត្មាលឺតខហ្នឹងចេះតែបុកពោះអីបើពេលប្រគេនខអីស្មើហ្នឹងណាដល់ទៅពេលចុងក្រោយលោកថាមិនមែនខតពាំងមិនមែនខជើងជ្រូកចាស់កុំអាលោកទុកក្មេងលោកមុនអីទេគឺខសន្យាហើយខឆ្នាំងទី1លោកបើកឲ្យសួរតែសំណួរណាដែលលោកមិនចេះបានហើយអាសំណួរណាមិនចេះកុំសួរហើយខ្ញុំកណាមុនពីខេត្តកំពង់ឆ្នាំងមកដល់ទីនេះហើយធ្វើម៉េចដឹងប្រគុណម្ចាស់ហ្នឹងចេះចំណុចតរងណាណោះឥឡូវសន្មត់អញ្ចេះថាឲ្យតែសំណួរដែលខ្ញុំបកករណាសួរទៅសិតតែប្រគុណម្ចាស់ចេះទាំងអស់ហើយអានន្តនេះប្លែកទៀតញោមអាខឆ្នាំងទី4ណាលោកថាបើសិនជាស្ដាប់មិនបានឬក៏មិនសួរទៅឆ្លើយមិនចេះអីលោកវេមកវិញហើយសុំសួរវិញហើយអានន្តនេះខ្លាំងហើយបើអានន្តចំនួន5វិញអត់សួរមកវិញទេតែសួរឆ្លើយតែហ្មងប៉ុន្តែអានន្តនេះអត់បានទេញោមអាត្មាជួបអានន្តហ្នឹងចេះតែភ័យដែរណាឥឡូវនេះមិនអីទេខទាំង4ឆ្នាំងហ្នឹងខ្ញុំបកករណាមហាកាសបៈហ្នឹងព្រមហើយប៉ុន្តែការតែងតាំងនាមនេះគ្រាន់តែជាការសន្មត់ទេញោមយើងយកទៅតាមទម្លាប់ដែលព្រះសម្មាសម្ពុទ្ធនៅចំនួននោះមហាកាសបៈព្រះឧបល័យអនន្តប្រធានក្នុងការធ្វើបឋមសង្គាយនាយក្រែ3ហ្នឹង
ហើយនៅក្នុងពេលនេះយើងគ្រាន់តែយកទៅនាមទៅតាមនោះប៉ុន្តែតាមទម្លាប់នៃការធ្វើសង្គាយនាក្រែ3ហ្នឹងជាដំបូងគេឲ្យសម្ដែងអំពីមហាបរិនិព្វានសូត្រដែលរលឹកនឹកទៅដល់ចំនួនដែលព្រះពុទ្ធព្រះអង្គទ្រង់បរិនិព្វាននៅក្នុងថ្ងៃអង្គារយាមអង្គារតិរថីពេញបូរមី15កើតខែពិសាខឆ្នាំម្សាញ់នៅក្បែរក្រុងកុសិនារាខាងក្រោមដើមសាលព្រឹកទាំងគូឯណោះនឹងហើយក្នុងការព្រះអង្គបរិនិព្វានហ្នឹងមានហេតុអស្ចារ្យខ្លាំងណាស់ផែនដីកម្រើកញាប់ញ័របងណាកម្រើកញាប់ញ័រផ្កាមុនឌីបោសទាំងឡាយនឹងឯងស្រក់ជ្រុះសន្លឹកជ្រុះផ្កាអស់រលែងហាក់បីដូចជាសម្ដែងអិរិយាបថក្រៀមក្រំសោកស្ដាយព្រះសម្មាសម្ពុទ្ធហើយនៅក្នុងកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានហ្នឹងក្នុងកាលនោះស្ដេចហៅថាមន្តរាជចំនៅបរមសពរបស់ព្រះសម្មាសម្ពុទ្ធដាក់នៅក្នុងសវណ្ណមឈូសគឺមឈូសមាសនឹងឯងបាន7ថ្ងៃហើយតំណែងហ្នឹងព្រះសរិបុត្រព្រះមហាកស្សបៈហ្នឹងលោកមិនដឹងទេពីព្រោះលោកទៅសមណធម៌នៅឯនគរបាវាឯណោះដល់ទៅពេលថ្ងៃមួយមិនដឹងអញ្ចឹងទៅវាជួនជាថ្ងៃនោះវាក្តៅពេកហើយមហាកស្សបៈព្រមបរិវារទាំង500ហ្នឹងចេះតែឆ្ងល់អាកាសធាតុថ្ងៃហ្នឹងប្រហែលថ្ងៃហ្នឹងអីក៏ក្តៅម្លេះដល់ទៅពេលគិតអញ្ចឹងទៅប្រហែលជាមានរឿងហេតុអ្វីមិនល្អហើយគិតអញ្ចឹងទៅឃើញអាជីវៈឯណោះឃើញអាជីវៈដើរមកអញ្ចឹងក៏សួរតំណែងដឹងថាអូព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានទៅហើយនៅឯក្រុងកុសិនារាឯណោះគ្រាន់តែឮថាព្រះអង្គបរិនិព្វានសេចក្តីទុក្ខដាបរបស់បឋិជនដែលមិនទាន់បានសម្រេចធម៌ណាកើតទុក្ខក្តុកក្ដួលសំណោះសោកស្ដាយព្រះសម្មាសម្ពុទ្ធនិយាយអំពីសុផតភិក្ខុគ្រាន់តែឮតែព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅហ្នឹងក្នុងចិត្តហ្នឹងអរប្រូចតែហ្មងពីព្រោះថាកាលដែលព្រះអង្គទ្រង់គង់នៅនឹងឯងធ្វើអ្វីចេះតែខុសសុផតភិក្ខុហ្នឹងចេះរឹងថ្អឹងណាស់មិនសូវគោរពតាមអាវាតព្រះសម្មាសម្ពុទ្ធទេដល់ទៅពេលអញ្ចឹងនឹកប្រូចតែព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានស្រួលហើយយើងទាំងអស់គ្នាទៅសោកស្ដាយសំណោះអាឡោះអាល័យអីកាលដែលព្រះពុទ្ធទ្រង់នៅមិនទាន់បរិនិព្វានហ្នឹងតលតែណាលូនក្រាបធ្វើតាមព្រះអង្គទើបស្បានបើសិនជាណាមិនធ្វើតាមព្រះអង្គទេខុសតែរហូតឥឡូវហ្នឹងស្រួលហើយយើងចង់ធ្វើអ្វីបានស្រេចចិត្តយើងទេណែដល់ទៅពេលអញ្ចឹងមហាកស្សបៈនឹងឯងគិតតែហ្មងព្រះសម្មាសម្ពុទ្ធទើបនឹងបរិនិព្វានបានថ្មី7ថ្ងៃសោះមានពាក្យយ៉ាងហ្នឹងទៅហើយប៉ុន្តែមិនទាន់មានរឿងរ៉ាវអីទេលោកនឹងឯងទុកនៅក្នុងចិត្តលោកខំធ្វើដំណើរតាំងអំពីនគរបាវារហូតដល់ក្រុងកុសិនារាទៅដល់ព្រះសម្មាសម្ពុទ្ធនិយាយអំពីព្រះបរមសពព្រះសម្មាសម្ពុទ្ធនឹងបូជាមិនឆេះសោះវាឆ្ងល់អ្នកនគរក្រុងមលក្ស័ត្រនឹងឆ្ងល់ហេតុអ្វីបានជាសពព្រះសម្មាសម្ពុទ្ធបូជាមិនព្រមឆេះសោះដល់ទៅសួរព្រះអរហន្តទាំងឡាយមានព្រះអនុរុទ្ធជាដើមពីព្រោះតែព្រះអនុរុទ្ធនឹងលោកភ្នែកទឹកសាកសួរលោកទៅលោកប្រមើលមើលចុះមើលឡើងទៅសម្លឹងទៅឃើញព្រះមហាកស្សបៈនៅឯបាវាហ្នឹងតើដោយសារតែអគ្គសាវកដល់ល្បីល្បាញហ្នឹងមិនទាន់បានមកជួបទើបដូច្នេះហើយបានជាបូជាសពហ្នឹងមិនឆេះដល់ទៅពេលអញ្ចឹងដល់ខាត់នឹងព្រះរាជាហ្នឹងថាចាំមួយថ្ងៃទៀតគម្រប់ថ្ងៃទី8មហាកស្សបៈព្រមទាំងអគ្គសាវកទាំង500ហ្នឹងធ្វើដំណើរមកដល់គ្រាន់តែមកដល់ភ្លាមមកក្បែរជុំវិញបទសិនមឈូសរបស់ព្រះសម្មាសម្ពុទ្ធហ្នឹង3ជុំហើយក្រាបថ្វាយបង្គំនៅពេលនោះព្រះបរមសពព្រះសម្មាសម្ពុទ្ធហៅថាព្រះបាទទាំងគូរបស់ព្រះអង្គនោះស្រាប់តែលៀនពីមឈូសសវណ្ណមឈូសនឹងមកតែម្ដងលៀនមកអញ្ចឹងហើយព្រះមហាកស្សបៈព្រមទាំងអគ្គសាវកនឹងសុំកម្មាទោសរួចរាល់ហើយអញ្ចឹងណាញោមណាហ្នឹងហើយហ្នឹងគ្រាន់តែអាត្មាប្រពបន្តិចបន្តួចសង្ខេបប៉ុណ្ណឹងអំពីការបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធដល់ទៅពេលរៀបចំបរមសពព្រះសម្មាសម្ពុទ្ធបូជាសពគ្រប់ហើយចែកប្រធានទាំង8នគរអស់ហើយហ្នឹងក៏បានមហាកស្សបៈហ្នឹងនិជំនុំគ្នាជាមួយនឹងព្រះឧបល័យព្រះអានន្ទព្រះអនុរុទ្ធព្រមទាំងព្រះអរហន្តផ្សេងទៀតតើយើងគួរធ្វើនៅសង្គាយនាបឋមសង្គាយនាក្នុងពេលណាបានសម្រេចគ្នាថាក្នុងកន្លងព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅបាន3ខែយើងនឹងប្រពធ្វើនៅបឋមសង្គាយនាក្រែ3នៅឯសតបណ្ណគុហាក្បែរភ្នំវេភិរៈដៃមគ្គធៈឯណោះដែលឧបត្ថម្ភទៅដោយប្របាទអជាតសតុហ្នឹងដោយសារមានដំណើរដើមតងយ៉ាងហ្នឹងបាននៅក្នុងពេលនេះយើងធ្វើសង្គាយនាប្រពទៅដោយហេតុទៅក្នុងឯងប៉ុន្តែក្នុងការធ្វើសង្គាយនាចំនួននោះធ្វើ7ខែណាញោមបានចប់ហើយសង្គាយនាក្រែ3ក្នុងពេលនេះអត់ដល់7ខែទេឥឡូវនេះលោកជាអិសរាធិបតីសម័យម្ចាស់ផ្ដើមទានប្រធានម្ចាស់ផ្ដើមបុណ្យបានប្រពធ្វើបុណ្យបញ្ចុះខណ្ឌសីមាឥឡូវហ្នឹងលើកធម៌សីមាហ្នឹងមកសួរប្រគុណម្ចាស់តែម្ដងមើលឧបល័យអ្វីទៅដែលហៅថាសីមាសូមនិមន្តឆ្លើយតាសៈវេចនង្ហង្សត្វាសួរអំពីសីមាអ្វីទៅដែលហៅថាសីមា
ខ្សែអំបោះបដិជាប្រគុណដែលហៅថាសីមាសូមនិមន្តជ្រាប ខ្សែអំបោះដែលហៅថាសីមាមុននឹងឆ្លោយហ្នឹងលោកបានចង់ថ្លឹងគីឡូដែរញោមបើថ្លឹងគីឡូមានកាឡាបដាល់ឯងមុននឹងឡើងវាយគេថ្លឹងគីឡូតែហ្មងថាគីឡូស៊ីគ្នាហើយអាហ្នឹងឡើងវាយតែហ្មងប៉ុន្តែដល់ទៅពេលឡើងទេសនាអាហ្នឹងអត់មានគិតគីឡូទេគិតភាសាវិញហើយបើថ្លឹងគីឡូបាត់តែមើលមកញោមមើលមកឃើញអាត្មាសត្វតែឆ្អឹងហ្នឹងកុំថាតែងុនស្រាលណាព្រោះជិះឡានមកលោកនេះលោកឧបាសកហែមស៊ីមានណោះដែលជាតកង់ឡានជូនអាត្មាមករបរនឹងឆាន់តាមឡានរហូតបន្តិចគោជុលបន្តិចខារបាវបន្តិចពោតដុតណាបន្តិចពោតដុតបន្តិចអាចេកជៀនឯណោះបន្តិចអីណាអីអាលៀសហាលលៀសជៀនឯណាអីអូច្រើនណាគាត់បន្តិចឈប់ទិញឲ្យឆាន់តាមឡានរហូតទាំងញោមស្រីឯហ្នឹងឆាន់បន្តមកដល់ទៅពេលមកដល់ទេនេះដូចរៀងមានស្មារតីគ្រាន់បើហើយចង់បបួលថ្លឹងគីឡូទៀតប៉ុន្តែមើលតែមានបើថ្លឹងគីឡូចាញ់លោកដល់ទៅពេលអញ្ចឹងអាត្មាហ្នឹងស្រួតឲ្យមកខ្លួនឯងឲ្យតែបានអង្គុយខែកដាហ្នឹងចាប់ក្បាលមីក្រូតែងតាំងទូបីព្រមក៏បខំដែរពេលនេះឥឡូវលោកសួរលោកថាសីមាអ្វីទៅសីមាលោកថាអំបោះហ្នឹងអំបោះគេចងលឹកទឹកអាលិចឲ្យកើតឲ្យជើងទៅត្បូងអានោះឲ្យសីមាមើលឧបល័យហេតុអ្វីបានជាថាអំបោះហ្នឹងជាសីមាសីមាហ្នឹងចិត្តអំបោះឬក៏ក្រៅពីនោះគេហៅថាសីមាបានក្រៅពីអំបោះហ្នឹងតើមានអ្វីដែលអាចហៅថាសីមាបានទៀតដែរទេសូមឆ្លើយហន្ទេកាសបៈបបិទ្ធព្រះអរិយកាសពអង្គម្ចាស់ហើយឆ្លើយប្រាប់ថាខ្សែអំបោះហ្នឹងដោយធ្លាប់ឃើញញាតិញោមយកខ្សែអំបោះហ្នឹងទៅការពារខ្មោចឬក៏ការពារឧបទ្រពចង្រៃការពារព្រាយបិសាចអានឹងឯងដែលគាត់ហៅថាសីមាឥឡូវបដិជាប្រគុណមិនចង់ដឹងអំពីរឿងសីមាហ្នឹងទេចង់ដឹងសីមាដទៃទៀតផ្សេងក្រៅអំពីហ្នឹងពាក្យថាសីមាអើយសីមាស្អីគេសីមាអីគេញាតិញោមដែលគេហៅថាសីមាសីមានេះក្នុងព្រះពុទ្ធសាសនាលោកសំដៅយកខេត្តដែនព្រំបទលឬក៏ទីកំណត់ឬក៏កន្លែងដែលគេកំណត់ឬក៏ខណ្ឌត្រង់ណាមួយព្រំបទលត្រង់ណាមួយនោះឯងបដិជាប្រគុណដែលគេហៅថាសីមាសូមនិមន្តជ្រាបសាធុជ្រាបហើយឆ្លើយផ្សេងទៀតណាញោមណាសីមាគឺជាព្រំដែនដែលយើងកំណត់នៅត្រង់ចំណុចណាមួយហេតុអ្វីបានជាគេចាំបាច់ធ្វើសីមាឧបល័យសូមនិមន្តបកស្រាយញាតិញោមជាពុទ្ធបរិស័ទមូលហេតុអ្វីមូលហេតុគឺតាក់ទងនឹងរឿងរ៉ាវរបស់ពួកភិក្ខុដែលបួសនៅក្នុងព្រះពុទ្ធសាសនានេះញាតិញោមជាពុទ្ធបរិស័ទមូលហេតុមកពីប្របាកធ្វើសង្ឃកម្មផ្សេងអានឹងទើបបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតឲ្យធ្វើនៅសីមាកម្មណាបដិជាប្រគុណសូមនិមន្តជ្រាបសាធុជ្រាបហើយឆ្លើយអញ្ចឹងបានទទួលយកបានហើយចុះសីមាហ្នឹងមានប្រមាណយ៉ាងដែរទៅឧបល័យសូមនិមន្តបកស្រាយចង់ដឹងសីមាហ្នឹងមានប្រមាណយ៉ាងទៀតចង់ដឹងចំនួនទៀតមិញហ្នឹងចង់បញ្ជាក់ពីខាងដើមបន្តិចមូលហេតុដែលព្រះអង្គទ្រង់ឲ្យចងនៅសីមាសម្រាប់ពួកភិក្ខុធ្វើសង្ឃកម្មហ្នឹងនៅក្នុងឧបោសថខណ្ឌកៈបិដកលេខ6ហ្នឹងវាមានរឿងរ៉ាវពួកបញ្ចវគិភិក្ខុហ្នឹងកាលដើមឡើយព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុក្នុងសាសនាហ្នឹងធ្វើនៅឧបោសថកម្មហ្នឹងគឺឲ្យភិក្ខុសម្ដែងបាតទៅមកជារៀងរាល់កន្លះខែម្ដងដល់ទៅពេលពួកភិក្ខុហ្នឹងលោកក៏ធ្វើសីមាលោកធ្វើឧបោសថកម្មហ្នឹងអង្គនេះធ្វើកន្លែងនោះអង្គនោះធ្វើកន្លែងនោះផ្សេងពីគ្នាដល់ទៅពួកភិក្ខុទាំងឡាយធ្វើផ្សេងពីគ្នាអង្គខ្លះធ្វើនៅអង្គត់អង្គខ្លះធ្វើនៅសាលាអង្គខ្លះធ្វើនៅវិហាររៀងខ្លួនអញ្ចឹងទៅព្រះអង្គក៏ទ្រង់មកបញ្ញត្តិកុំឲ្យពួកភិក្ខុហ្នឹងធ្វើឧបោសថកម្មហ្នឹងផ្សេងគ្នាគឺត្រូវធ្វើព្រមព្រៀងគ្នាតែមួយកន្លែងភិក្ខុទាំងអស់នោះឆ្ងល់ទៀតមិនដឹងថាធ្វើមួយកន្លែងហ្នឹងមិនដឹងថាធ្វើកន្លែងណាទៀតអនុញ្ញាតឲ្យធ្វើក្នុងអាវាសឯណានេះមួយគឺធ្វើមួយកន្លែងព្រមគ្នាភិក្ខុហ្នឹងមិនដឹងតែទៀនមិនដឹងតែអាវាសហ្នឹងត្រូវធ្វើមួយកន្លែងណាព្រមបន្ទាល់យ៉ាងម៉េចត្រង់ណាទៅដែលហៅថាអាវាសមិនប្រកាសមិនជាក់ច្បាស់អញ្ចឹងបានព្រះអង្គទ្រង់អនុញ្ញាតបើភិក្ខុទាំងឡាយហ្នឹងចង់ដឹងថាដែនកំណត់អាវាសហ្នឹងប្រព័ន្ធណាមកនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវតែសន្មត់នៅសីមានេះចាប់ដើមឲ្យធ្វើសីមាកម្មកំណត់ព្រមបន្ទាល់ដើម្បីងាយស្រួលធ្វើនៅឧបោសថកម្មឬក៏ធ្វើនៅកម្មដតីទៀតនៅក្នុងពុទ្ធសាសនាផ្នែកខាងភិក្ខុសង្ឃមានរឿងរ៉ាវអញ្ចឹងបានជាក្នុងកាលនោះពួកភិក្ខុក៏ចាប់ដើមចងសីមាតាមទីកន្លែងអាវាសរៀងខ្លួនទៅអង្គនេះគង់នៅវត្តនេះចងនៅវត្តនេះអង្គនោះគង់នៅវត្តនោះចងនៅវត្តនោះដើម្បីងាយស្រួលធ្វើសង្ឃកម្មរហូតមកដល់សម័យបច្ចុប្បន្ននេះក៏ចងសីមានឹងតាមបែបព្រះពុទ្ធព្រះអង្គទ្រង់អនុញ្ញាតឲ្យធ្វើតាំងពីដើមរហូតមកទល់នឹងសម័យកាលបច្ចុប្បន្ននេះឯងនេះរឿងរ៉ាវដែលនាំឲ្យកើតនៅសីមានៅក្នុងព្រះពុទ្ធសាសនាឥឡូវធ្លាក់ចូលដល់សំណួរសីមានឹងមានប្រមាណយ៉ាង
តាមខ្ញុំកណាដឹងសីមានឹងមាន2យ៉ាងបដិជាប្រគុណសូមនិមន្តឆាន់ សាធុឆាន់ហើយមាន2យ៉ាងប៉ុន្តែដឹងយ៉ាងអីទេមើល2យ៉ាងនោះយ៉ាងអ្វីខ្លះដែរទៅឧបល័យសូមនិមន្តឆ្លើយ យ៉ាងទី1សីមាក្រៅព្រះពុទ្ធសាសនាយ៉ាងទី2សីមាក្នុងព្រះពុទ្ធសាសនាសូមនិមន្តជ្រាប សាធុសីមាក្រៅព្រះពុទ្ធសាសនាសីមាក្នុងព្រះពុទ្ធសាសនាតើសីមាក្រៅព្រះពុទ្ធសាសនានោះសីមាយ៉ាងម៉េចហើយសីមាក្នុងព្រះពុទ្ធសាសនាហ្នឹងសីមាយ៉ាងម៉េចដែរឧបល័យមើលសូមនិមន្តបកស្រាយឲ្យល្មមស្ដាប់បានមកមើលសូមរតនី ឲ្យបកឲ្យស្រាយសមានតឆាន់ឲ្យបកឲ្យស្រាយឲ្យល្មមស្ដាប់វាធ្លាប់តែបកឲ្យស្រាយរួចប្រកេនឆាន់ហើយដល់ព្រះមហាកាសពឲ្យបកឲ្យស្រាយល្មមស្ដាប់ឥឡូវបកក៏បានស្រាយក៏បានឲ្យល្មមស្ដាប់សីមានៅក្រៅព្រះពុទ្ធសាសនាហ្នឹងតតែសួរញោមអាចារ្យចាស់អ្នកចេះផ្នែកខាងហ្នឹងខ្ញុំកណាហ្នឹងអត់ចេះទេសីមាហ្នឹងឃើញគេដាក់គេគូសទៅគេធ្វើមាត់ជីបអូចាសីមាហ្នឹងណាគេគូសទៅគេមានខ្វែងជើងក្អែកគេមានស្អីគេហូហែអាហ្នឹងជីបអូចឹងទៅអាហ្នឹងសីមាដែរតែសីមាក្រៅព្រះពុទ្ធសាសនាហើយមកដល់សីមាក្នុងព្រះពុទ្ធសាសនាវិញតាមព្រះពុទ្ធដីកាព្រះអង្គប្រកាសសម្ដីឬក៏មាននៅក្នុងវិន័យហ្នឹងមាន2ប្រភេទបដិជាប្រគុណមាន2ប្រភេទទៅទៀតនោះទី1ឲ្យឈ្មោះថាពទ្ធសីមាទី2អពទ្ធសីមាសូមនិមន្តជ្រាប សាធុជ្រាបហើយហេខ្លាំងរបស់លោកមែនណាញោមឆ្លើយឲ្យត្រីសីមាក្រៅព្រះពុទ្ធសាសនាប្រហែលជាអាចារ្យពាត់ការពារខ្មោចអីយ៉ាងព្រោះការពារពាត់ជីបអូចឹងការពារកុំឲ្យខ្មោចមកចូលលោកឯណោះណាហើយសីមាក្នុងព្រះពុទ្ធសាសនាឧបល័យឆ្លើយថាមាន2យ៉ាងគឺពាត់សីមានិងអពាត់សីមាខ្ញុំបកករណាស្ដាប់បាននៅចំណុចនេះប៉ុន្តែមើលទៅមុខហ្នឹងប្រហែលជាខ្លាំងរបស់គេចង់សួរសំណួរខាងក្រៅបន្តិចមើលញោមណាតើខ្លាំងអីមិនខ្លាំងមើលឧបល័យខ្ញុំកណាឆ្ងល់ចេះតើអាហារអីឆាន់មួយចានហើយនៅសល់មួយចានដែរសូមឆ្លើយ អាហារអី ឆាន់អស់មួយចានហើយនៅមួយចាន ហើយសល់មួយចានទៀតអាត្មារៀងត្រង់យ៉ាប់ហើយរួចបដិជាប្រគុណសួរសំណួរនេះរៀងត្រង់យ៉ាប់ញាតញោមអាហារអីឆាន់មួយចាននៅសល់មួយចានញាតញោមជាពុទ្ធបរិស័ទជួយគិតមើលបើបបរដាក់មួយចានទៅអស់គុយទាវដាក់មួយចានទៅអស់មានស្អីគេដែលនៅអីយ៉ាបានឲ្យខ្ចងបដិជាប្រគុណសូមនិមន្តជ្រាប បានញោមបោះប្រយ៉ងឲ្យបើសិនជាប្រឡងវិញបន្ទុកសូនណានេះហៅមេប្រយោគតាមដានតន់ណាអាហ្នឹងដូចជាឆ្លើយខុសដែរសារ៉ូត្រូវឲ្យខ្ចងឆាន់អស់មួយចាននៅមួយចានពីព្រោះថាមកថ្ងៃមិញហ្នឹងអាចារ្យហែមស៊ីមានហ្នឹងគាត់បានទៅទិញអាខ្ចៅយកមកឆាន់ដល់ឆាន់អត់ហើយវានៅតែមួយចានពេញដែរឆ្ងល់សួរឧបល័យដែរបងឥឡូវឧបល័យសួរមកចូលសំណួរយើងវិញចុះដូចបាដិចទៅដែលហៅថាពទ្ធសីមាឧបល័យសូមនិមន្តបកស្រាយ ដូចមកដាច់ដែលហៅពទ្ធសីមាមិញស្ដាប់បញ្ហាខាងដើមបដិជាប្រគុណសរសើរខ្ញុំកណានឹងឆ្លើយឡើងរយឆ្លើយតែល្មមបានហើយខ្ញុំកណាអត់ឆ្លើយដល់រយទេតែឆ្លើយដល់រយមានតែចុះពីលើក្រេអានឹងបានរយបើនៅលើក្រេនឹងអត់រយទេបញ្ហាតាក់ទងនៅក្នុងសំណួរទី2នេះនឹងរឿងសីមាទៀតដែរសីមាដូចមកដាច់ដែលហៅថាពទ្ធសីមាតថវិបត្តិសីមាយោតថាឯកាទស្សវិបត្តិសីមាយោអតកមិតថ្វាអតិវិធិសម្បត្តិយុត្តេនៈនិមិត្តនិមិត្តតាំងថ្វាសីមាពទ្ធសីមានាមៈពាក្យថាពទ្ធសីមានេះបណ្ដាសីមាខាងដើម2ប្រការពទ្ធសីមា1អពទ្ធសីមា1សីមាឯណាដែលសង់ចងឬក៏សន្មតនិមិត្តដោយនិមិត្តប្រះចាកវិបត្តិ11ប្រកបដោយសម្បត្តិ3ឲ្យឈ្មោះថាពទ្ធសីមាអញ្ចឹងបដិជាប្រគុណសីមាដែលសង់សន្មតនិមិត្តដោយនិមិត្តប្រះចាកវិបត្តិ11ប្រកបដោយសម្បត្តិ3ប្រការឲ្យឈ្មោះថាពទ្ធសីមាណាប្រដេជាប្រគុណព្រះគ្រូកំពុងឆ្នាំងបារមីភ្នំកងរៃសូមនិមន្តជ្រាប សាធុមិនតាន់ជ្រាបប្រមាណទេឧបល័យចង់ឲ្យឧបល័យនឹងអធិប្បាយបន្តិចមើលពទ្ធសីមានឹងប្រកបទៅដោយសម្បត្តិឬក៏វិបត្តិ11នោះតើយើងត្រូវគួរធ្វើយ៉ាងម៉េចដើម្បីឲ្យត្រូវហើយធ្វើយ៉ាងម៉េចដើម្បីឲ្យជិះឲ្យផុតអំពីវិបត្តិនឹងឯងឧបល័យសូមនិមន្តដោះស្រាយពីដើមឲ្យបកហើយនឹងស្រាយឥឡូវឲ្យដោះហើយនឹងស្រាយដូចជារៀងប្លែកឥឡូវញាតិញោមថែមបញ្ហាហ្នឹងប្រកេនហើយថាកន្លងវិបត្តិ11ប្រកបដោយសម្បត្តិ3ឥឡូវលោកឲ្យអធិប្បាយចុះកន្លងវិបត្តិ11ហ្នឹងវិបត្តិ11ហ្នឹងអ្វីខ្លះទៅការធ្វើសីមាកម្មហ្នឹងថ្ងៃហ្នឹងខ្ញុំកណាទទួលវិន័យរៀងធ្ងន់កដុកហើយ
ចំបនបញ្ចុះសីមាសួរតែបញ្ចុះសីមាហើយសីមាខ្ញុំកណានឹងរៀងស្ទើផងហើយតែដល់បនដតីដូចមិនសូវបញ្ហាទេដល់មកបនបញ្ចុះសីមាដេញពីរឿងសីមានេះរៀងត្រង់យ៉ាប់បន្តិចឥឡូវវិបត្តិ11បដិជាប្រគុណពាក្យថាវិបត្តិនឹងញាតញោមកាលណាបើចងចូលចងសីមាឬក៏ធ្វើសីមាកម្មនឹងចូលក្នុងវិបត្តិទាំង11ណាមួយហើយនឹងសីមានឹងប្រកាសជាមិនឡើងទេធ្វើសង្កកម្មអ្វីទាំងឡាយទាំងពួងនឹងមិនអាចសម្រេចទៅបានទេក្នុងសីមានឹងចុះវិបត្តិ11នឹងអ្វីខ្លះទៅវិបត្តិ11នឹងទី1អតិខតកាសីមានឹងគេឲ្យឈ្មោះថាសីមាតូចពេកហើយទី2អតិមហតីសីមានឹងឲ្យឈ្មោះថាសីមាធំពេកទី2អតិមហតីហើយដល់ទី3ខណ្ឌនិមិត្តាសីមានឹងមាននិមិត្តដាច់សន្មតនិមិត្តដាច់ហើយដល់ទី4ឆាយានិមិត្តាមានសន្មតសីមាយកស្រមោលជានិមិត្តទី5អនិមិត្តាសន្មតសីមានឹងអត់មាននិមិត្តហើយទី6បេសីមេថេតសមតាភិក្ខុសន្មតសីមាឈួរខាងក្រៅសីមាឈួរខាងក្រៅដែនសីមាហើយកំណត់សីមាហើយទី7និតិយាសមតាចងសីមានៅក្នុងស្ទឹងហើយទី8សមុទ្រទេចងសីមានៅក្នុងសមុទ្រក៏មិនឡើងដែរហើយទី9ជាតិតសរេចងសីមានៅក្នុងជាតិស្រះហើយទី10សីមាយៈសីមាំងសម្ភិនតន្តេនសមតាភិក្ខុសន្មតសីមាទំលាយសីមាភិក្ខុដតីទី11សីមាយៈសីមាំងអជោតរន្តេនសមតាភិក្ខុសន្មតសីមាគ្របលើសីមាភិក្ខុដតីកាលណាបើចូលក្នុងវិបត្តិទាំង11ប្រការនឹងហើយសីមានឹងមិនឡើងទេបដិជាប្រគុណចូលក្នុងមួយណាក៏ដោយអត់ឡើងទេអញ្ចឹងខ្ញុំកណាប្រកេន11នឹងហើយបើប្រគុណបដិជាប្រគុណអាចឆាន់បាននិមន្តឆាន់ហើយបើបដិជាប្រគុណមុនឆាន់កើតទេអានឹងទុកឲ្យខ្ញុំកណាឆាន់តទៅទៀតក៏បានសូមនិមន្តជ្រាបសាធុជ្រាបហើយចាំល្អណាញោមបានទាំងបល័យបានទាំងសម្រាយមកកំ ភ្លេហើយចុះសម្បត្តិ3នោះឧបល័យសម្បត្តិ3ហ្នឹងសំដៅចុះសម្បត្តិអ្វីខ្លះដែរទៅមើលសូមបញ្ជាក់បន្តិចទៀតទៅមើលសូមរតនីសាធុចង់ដឹងពីសម្បត្តិ3ទៀតប៉ុន្តែខ្ញុំកណានឹងសុំឱកាសបន្តិចបើកវងកញ្ចក់បញ្ជាក់បន្តិចអារឿងតូចអារឿងធំនឹងបន្តិចកីឡូញាតញោមសីមាតូចហ្នឹងមិនដឹងថាតូចប៉ុណ្ណាធំហ្នឹងមិនដឹងថាធំប៉ុណ្ណាឥឡូវបញ្ជាក់ចែកជូនញាតញោមបន្តិចថាសីមាដែលឈ្មោះថាសីមាតូចពេកហ្នឹងគឺសីមាឯណាដែលភិក្ខុ21អង្គមិនអាចអង្គុយចុះទីកន្លែងណាដែលភិក្ខុ21អង្គហ្នឹងមិនអាចអង្គុយចុះឬក៏វិហារឯណាដែលភិក្ខុ21អង្គហ្នឹងមិនអាចអង្គុយចុះអាហ្នឹងវិហារហ្នឹងមិនអាចសន្មតចងសីមាបានទេនឹងចូលនៅក្នុងបញ្ហាព្រះវិន័យអាហ្នឹងយ៉ាងតូចបំផុតសីមាណាដែលភិក្ខុ21អង្គហ្នឹងមិនអាចអង្គុយចុះអាហ្នឹងវិហារហ្នឹងមិនអាចសន្មតចងសីមាបានទេនឹងចូលនៅក្នុងបញ្ហាព្រះវិន័យអាហ្នឹងយ៉ាងតូចបំផុតសីមាតតែភិក្ខុ21អង្គអាចអង្គុយបានអាហ្នឹងទៅចងសីមាបានហើយភិក្ខុ21អង្គហ្នឹងយ៉ាងម៉េចគង់យ៉ាងម៉េចគឺភិក្ខុទាំងអស់ហ្នឹងគង់ជារង្វង់មូលបរិមណ្ឌលាការេអ្នកគឺគង់ជារង្វង់មូលអ្នកសកោនតោនិស័យទីតង់គឺភិក្ខុគង់ជារង្វង់មូលវត្តគ្នាមកជាមូលចឹងទៅអាហ្នឹងអាចគង់ចោះបានហើយមិនមែន21អង្គទៅប្រជុំគ្នានឹងកដាលវិហារទេណា21អង្គទៅរៀបគ្នាដោយលាក់កសែអញ្ចឹងណាលាក់កសែអញ្ចឹង21អង្គទៅរៀបគ្នាអញ្ចឹងទៅដីប្រព័ន្ធហ្នឹងអាច21អង្គនឹងគង់ចោះបានហើយអាចធ្វើសីមាបានអូយទី2បើនិយាយទៅរឿងវិន័យញាតិញោមផាជាមិនសូវចូលចិត្តប្រហែលទេសង្ខេបឲ្យទី2ធំពេកហ្នឹងធំប្រព័ន្ធណាទៅធំហ្នឹងតតែ3យោជញាតិញោមទំហំដី3យោជអាហ្នឹងមិន3យោជបើលើសពី3យោជសំបីតែមួយចរិយាសក់ក៏មិនអាចធ្វើសីមានឹងបានដែរអញ្ចឹងវិហារគ្មានណាធ្វើវិហារ3យោជទេសន្មតសីមា3យោជទៅមានសម័យបច្ចុប្បន្នហ្នឹងសម័យដើមមានមែនរឿងរ៉ាវនៅក្នុងព្រះវិន័យហ្នឹងខ្ញុំកណាប្រកេនប្រព័ន្ធហ្នឹងក៏ប៉ុន្តែចង់បញ្ជាក់បន្តិចគេលោកបដិជាប្រគុណចង់ដឹងអារឿងសន្មតសីមានេះមាននិមិត្តដាច់ហ្នឹងវាច្រើនតែសន្មតហ្នឹងមានកន្លែងខ្លះសន្មតនិមិត្តដាច់មែនអញ្ចឹងដែរសន្មតសីមាពីទិសខាងកើតមកសួររួចឆ្លើយរួចកំណត់មិនដៅហ្នឹងពេលតែចងសីមាហ្នឹងមុននឹងចងគេសួរនិមិត្តហើយគេឆ្លើយនិមិត្តហើយគេកំណត់និមិត្តសួរពីទិសខាងកើតរហូតមកដល់ទិសឦសានគ្រប់ចំនួន8ទិសហើយមកដល់ទិសឦសានហ្នឹងគេមិនត្រឹមតែប្រព័ន្ធហ្នឹងទេណាគេចូលទៅសួរទិសខាងកើតទៀតបរតេមាយតិសាយកੰនិមិត្តតាំងទិសខាងកើតមានអ្វីជានិមិត្តហើយបើយើងយកថ្មធ្វើជានិមិត្តយើងឆ្លើយថាបាសាណោផន្ទេមានថ្មជានិមិត្តបានលោកខាងក្នុងនោះលោកកំណត់ទៀតសោបាសាណោនិមិត្តតាំងនៅទិសខាងកើតហ្នឹងគឺមានថ្មនឹងឯងជានិមិត្តគ្រប់9ដងអាហ្នឹងទៅឈ្មោះថាសន្មតនិមិត្តហ្នឹងមិនដាច់តែបើសន្មតតែ8ដៅទេអាហ្នឹងនិមិត្តដាច់ហើយសីមាហ្នឹងរឿងសីមាកម្មហ្នឹងខ្ញុំកណាអธิบายសង្ខេបប៉ុណ្្នឹងចោះហើយចង់បញ្ជាក់អំពីរឿងសម្បត្តិរបស់សីមាអ្វីទៅដែលគេហៅថាសម្បត្តិរបស់សីមាបើតាមមើលនៅក្នុងដៅញាតិញោមមានអីខ្លះសម្បត្តិសីមា
មានតាំងពីបិចមានតាំងពីសៀវភៅមានច្រើនណាស់សម្បត្តិរបស់សីមានៅដាក់ក្នុងដៅហ្នឹងដែលញាតិញោមពុទ្ធបរិស័ទអ្នកខ្លះចង់ជាតិក្រោយបានសក់នឹងស្អាតកាត់សក់ដាក់រួចអ្នកខ្លះហ្នឹងឯងចង់ឲ្យបានកើតជាតិក្រោយនោះមានចិត្តមុតគេវាឈាមសម្រក់រួចអ្នកខ្លះទៀតគេចង់ប្រាថ្នាឲ្យជួបគ្នាហ្នឹងគេយករូបថតទៅដាក់ឲ្យជួបរូបថតជាមួយគ្នាទៅដាក់ក្នុងដៅហ្នឹងអាហ្នឹងមានច្រើនប្រភេទច្រើនប្រការណាក៏ប៉ុន្តែមិនដឹងថាសម្បត្តិហ្នឹងត្រូវឬក៏មិនត្រូវយ៉ាងណាទេបដិជ្ជប្រគុណសូមនិមន្តជ្រាប សាធុដូចជាមិនតាន់ជ្រាបទេឧបល័យឆ្លើយមិញថាសម្បត្តិសីមាសម្បត្តិហ្នឹងមាន3ប៉ុន្តែដល់ទៅពេលហើយមានច្រើនទៅទៀតដូចជាបិចដូចជាភៅដូចជារូបថតអីចឹងណាញោមហើយញោមដែលស្ដាប់វិន័យហ្នឹងដូចជាស្ដាប់មិនចូលទេណាញោមណោះហ្នឹងហើយបើសិនជាផ្នែកខាងប្រសងខាងធ្វើសង្ឃកម្មប្រហែលជាស្ដាប់អាចយល់ខ្លះប៉ុន្តែមិនអីទេញោមចាំអាត្មាស្រោតដេញឧបល័យឲ្យរៀងលឿនបន្តិចបានអីលះហះចប់ហើយក្នុងពេលនេះអាត្មាថាសួរឧបល័យហ្នឹងឲ្យរៀងឡើងអស់ដៃអស់ជើងតែមកបានឈប់ដែរហ្នឹងណាមើលឧបល័យបច្ចៈត្រង់តំណុចហ្នឹងបន្តិចទៀតទៅមើលសូមរតនី នៅតែចង់ដឹងទៀតឥឡូវបញ្ជាក់ឲ្យច្បាស់ទៅ3នឹងឲ្យដាច់ស្រឡះក៏ប៉ុន្តែអាណិតមេត្តាបដិជ្ជប្រគុណព្រះគ្រូកំពុងឆ្នាំងអើយអាណិតខ្ញុំកណាទៅបាំងភ្នំកងរៃផងបើសួរខ្ញុំកណាសួរត្រឹមតែមកសួរបានហើយកុំឲ្យសួរឲ្យអស់ដៃឲ្យអស់ជើងប្រយ័ត្នត្រឡប់ទៅវិញអត់មានជើងឡើងលើភ្នំកងរៃបដិជ្ជប្រគុណទុកជើងអាណិតមេត្តាទុកឡើងត្រឡប់ទៅវិញបើសួរខ្ញុំកណាសួរបានតែកុំឲ្យអស់ឥឡូវក្នុងពេលនេះបដិជ្ជប្រគុណនឹងចង់បញ្ជាក់រឿង3នឹងទៀតអ្វីខ្លះទៅទី1 ញាតិញោមជាពុទ្ធបរិស័ទទី1ហ្នឹងនិមិត្តសម្បត្តិទី2បរិស័ទសម្បត្តិទី3កម្មវាចាសម្បត្តិទាំង3ប្រការដូចមកដេចទៅគេហៅថានិមិត្តសម្បត្តិហ្នឹងសីមាគេយកនិមិត្តដែលធ្វើនិមិត្តហ្នឹងមាន18មាន8ប្រការណាមានបាសាននិមិត្តឬក៏បបតនិមិត្តឬក៏រុក្ខនិមិត្តឬក៏វម្មិកនិមិត្តមាន8ប្រការមគ្គនិមិត្តអីចឹងទៅហ្នឹង8ប្រការថ្មជានិមិត្តហើយដល់ទៅទី2សម្បត្តិរបស់សីមាហ្នឹងវាតាកតងនៅក្នុងរឿងបរិស័ទបរិស័ទសម្បត្តិតាកតងនឹងភិក្ខុយ៉ាងតិចត្រឹម4អង្គភិក្ខុយ៉ាងតិចបំផុត4អង្គអាចចងសីមាកម្មនឹងបានហើយឲ្យតែ4អង្គហើយដល់ទៅទី3តាកតងនៅក្នុងរឿងកម្មវាចាសម្បត្តិគឺភិក្ខុសូត្រចងនៅសីមាកម្មនឹងឲ្យបានត្រឹមត្រូវទៅតាមព្រះវិន័យដោយញត្តិទុតិយកម្មវាចាឆ្លើយមកប៉ុណ្ណឹងមិនដឹងថាល្មមឬក៏ស្ទើរអំបិលឬក៏ស្ទើរប្រហុកឬក៏ស្ទើរប៊ីចេងយ៉ាងណាទេពីព្រោះបដិជ្ជប្រគុណនិមន្តមកអំពីខេត្តកំពង់ឆ្នាំងអ្នកកំពង់ឆ្នាំងគេស្លតាមបែបផ្សេងហើយខ្ញុំកណាអ្នកអូតបងអ្នកបាត់ដំបងស្លតាមបែបផ្សេងមិនដឹងថាបដិជ្ជប្រគុណនឹងឆានកើតឬក៏មិនកើតហើយបើឆានមិនកើតទេអាណិតមេត្តាបដិជ្ជប្រគុណជួយថែមជួយថយហើយបើស្ទើរប្រហុកថែមប្រហុកទៅហើយបើស្ទើរអំបិលថែមអំបិលហើយបើស្ទើរម្ទេសថែមម្ទេសមកកូមទៅសូមនិមន្តឆានសាធុឆានហើយឧបល័យឲ្យតែឧបល័យឲ្យឆានហើយឆានតឲ្យឆ្អែតហើយខ្ញុំបកករណាថាសួរឲ្យអស់ដៃអស់ជើងហ្នឹងមិនមែនក្នុងន័យថាសួរតដាច់ដៃដាច់ជើងទេញោមបានន័យថាយើងសួរហ្នឹងឲ្យឆ្អែតបើថាសួរឲ្យអស់ចិត្តហ្នឹងណាដល់តែអញ្ចឹងឧបល័យស្មានអាអាត្មាហ្នឹងសួរឲ្យតតែអស់ដៃហ្នឹងបានន័យថាដាច់ដៃតែហ្មងណាឥឡូវស្ដាប់បានហើយណាសម្បត្តិទាំង3មាននិមិត្តសម្បត្តិឬក៏បរិស័ទសម្បត្តិជាដើមឥឡូវចូលទៅក្នុងសីមាមួយទៀតគឺអពតសីមាចុះដូចមកដេចទៅដែលហៅថាអពតសីមានោះឧបល័យសូមនិមន្តឆ្លើយអពតសីមាគឺសីមាដែលសង្ឃមិនបានសូត្រសន្មតចងសូមនិមន្តជ្រាបចុះសីមាប្រភេទយ៉ាងម៉េចទៅដែលសង្ឃមិនបានសូត្រចងហ្នឹងឧបល័យសូមនិមន្តឆ្លើយមាន3ប្រភេទតទៅទៀតនោះអពតសីមាហ្នឹង3ប្រភេទហ្នឹងទី1គឺគៀមសីមាទី2សត្តផន្តរសីមាទី3ឧតកុខេបសីមាហើយសីមាទី1ដែលគេហៅថាគៀមសីមាហ្នឹងគេសំដៅយកបាដីឃុំទាំងមូលហ្នឹងក៏ឈ្មោះថាសីមាដែរឬក៏យូរទៅដីក្នុងឃុំកិច្ចបរិជាឬក៏ចវាយស្រុកចវាយខេត្តបានបុគ្គលឲ្យទៅបុគ្គលណាមួយឬក៏ប្រកេនដល់សង្ឃលេងទាពន្ធដាក៏ឲ្យដីក្នុងហ្នឹងមួយកដប់ហ្នឹងគេឲ្យឈ្មោះថាវិសុងគៀមសីមាអាហ្នឹងក៏ចូលក្នុងអពតសីមាដែរហើយដល់សីមាទី2ឈ្មោះថាសត្តផន្តរសីមាក៏ជាប្រភេទនៃអពតសីមាដែរក៏ប៉ុន្តែសីមាហ្នឹងគេសន្មតនៅក្នុងព្រៃណាគេសន្មតនៅក្នុងព្រៃនោះទៅខាងនេះ7អភន្តរៈទៅខាងនោះ7អភន្តរៈទៅទាំងសងខាងទៅដីប្រមាណប៉ុណ្ណឹងគេឲ្យឈ្មោះថាអពតសីមាដែរប៉ុន្តែគេហៅសត្តផន្តរសីមាហើយដល់សីមាមួយទៀតគេឲ្យឈ្មោះថាឧតកុខេបសីមាឧតកុខេបសីមានេះសីមាដែលសន្មតចងនៅក្នុងទឹកណាបដិជ្ជប្រគុណអត់ទោះមិនមែនចងទេសន្មតនៅក្នុងទឹកហ្នឹង
ហ្នឹងគឺប្រសង់ទៅពេលធ្វើសង្ឃកម្មអីដោយបំពោះឬក៏ធ្វើបាតមកបោសតកម្មហ្នឹងលោកនិមន្តទៅក្នុងទឹកស្ទឹងអញ្ចឹងទៅហើយដាក់ទូកហ្នឹងឲ្យនឹកអញ្ចឹងហើយលោកជះទឹកមកសាយទៅខាងឆ្វេងទៅខាងស្ដាំទៅខាងលិចទៅខាងកើតទៅខាងជើងខាងច្បងប៉តជុំវិញទាំងអស់ដីប៉ុណ្្នឹងឲ្យឈ្មោះថាអពតសីមាដែរឲ្យឈ្មោះថាឧតកុខេបសីមាខ្ញុំកណាឆ្លើយមកមាន3ប្រមាណប៉ុណ្្នឹងមិនដឹងថាมันគ្រប់មិនគ្រាន់អីយ៉ាងណាទេព្រះគ្រូភ្នំកងរៃហើយឥឡូវពេលវេលាហ្នឹងក៏មិនដឹងថាយ៉ាងណាដែរបដិជាប្រគុណនិមន្តត្រឡប់ទៅវិញផងណាយប់ហ្នឹងណាខ្ញុំកណាអត់អីទេខ្ញុំកណានៅបាត់ដំបងប៉ុន្តែអាណិតណោះហើយអាណិតព្រះអានន្ទណោះអញ្ចឹងបដិជាប្រគុណសូមនិមន្តជ្រាបសាធុជ្រាបហើយអពតសីមាមាន3ដែរចុះអពតសីមាហ្នឹងយើងអាចធ្វើសង្ឃកម្មបានដែរឬទេឧបល័យសូមបញ្ជាក់សាធុអពតសីមាហ្នឹងធ្វើសង្ឃកម្មបានដែរឬទេថាធ្វើបានដូចជាពតសីមាអញ្ចឹងដែរសូមនិមន្តទទួលសាធុបើអពតសីមាអាចធ្វើសង្ឃកម្មបានដែរចុះហេតុអ្វីគេចាំបាច់ធ្វើបុណ្យបញ្ចុះសីមាធ្វើអ្វីឧបល័យសូមនិមន្តដោះស្រាយនោះចាប់តែម្ដងចងសីមាដើម្បីធ្វើសង្ឃកម្មហើយចុះបើអពតសីមាធ្វើសង្ឃកម្មកើតដែរហើយមិនចាំបាច់ទៅសន្មតចងសីមាមុនលោកមកធ្វើបុណ្យក៏ក្រឹកក៏ក្រែងនាំទៅអស់លុយធ្វើអីអញ្ចឹងបដិជាប្រគុណធ្វើសីមាធ្វើសង្ឃកម្មនឹងធ្វើបានដូចគ្នាសីមាទាំងពីរប្រភេទហ្នឹងក៏ប៉ុន្តែអពតសីមានេះវាធ្វើបានដែរតែវាលំបាកដូចជាដីប្រព័ន្ធដីវត្តហ្នឹងទាំងមូលហ្នឹងគឺជាប្រភេទនៃអពតសីមាហើយអាចធ្វើសង្ឃកម្មបានដល់ពេលធ្វើសង្ឃកម្មហ្នឹងជួនកាលមានភិក្ខុដតីលោកនិមន្តមកនោះមុនមកទៅលោកមិនបានចូលទៅចាប់ហត្ថបទអីដាច់ហត្ថបទពីគ្នាធ្វើកឋិនក៏ដោយក៏ខូចឬក៏ពំពោះក៏ដោយក៏មិនឡើងឧបោសថកម្មក៏ដោយក៏ខូចដែរដល់អញ្ចឹងនេះវាពិបាកអញ្ចឹងបានជាព្រះពុទ្ធព្រះអង្គឲ្យចងនៅសីមាមានខណ្ឌសីមាហ្នឹងគឺសន្មតចងសីមាដែលគេហៅថាពតសីមាហ្នឹងចងមកតួវិហារហ្នឹងដើម្បីងាយស្រួលធ្វើសង្ឃកម្មឲ្យតែពួកភិក្ខុជួបជុំគ្នាក្នុងវិហារទៅអាចធ្វើពំពោះក៏បានកឋិនក៏បានឧបោសថកម្មក៏បានចង់ភិក្ខុអង្គណាចូលមកក្នុងដីវត្តប្រព័ន្ធបាន100 200អង្គក្នុងដីវត្តក៏អត់បញ្ហាដែរឲ្យតែលោកនៅក្នុងសីមានោះនៅនឹងវិហារទៅចាប់ហត្ថបទគ្នាជាការស្រេចអញ្ចឹងគេចងអពតសីមាហ្នឹងដើម្បីងាយស្រួលធ្វើសង្ឃកម្មណាព្រះគ្រូកំពុងឆ្នាំងសូមនិមន្តជ្រាបអង្គសត្វាជ្រាបហើយប៉ុន្តែនៅតែមានការងឿងឆ្ងល់បន្តទៅទៀតហើយឧបល័យពីព្រោះឧបល័យហ្នឹងដោះស្រាយមកធ្វើឲ្យខ្ញុំកណាហ្នឹងចេះតែមានការងឿងឆ្ងល់អញ្ចេះសីមាធ្វើដោយកម្មណាសីមាធ្វើដោយកម្មហ្នឹងតើធ្វើដោយកម្មប៉ុន្មានយ៉ាងដែរទៅឧបល័យមើលសូមនិមន្តបកស្រាយកណាបញ្ជាក់ដោយថ្លៃកម្មមាន2ប្រភេទណាប្រគុណសូមនិមន្តជ្រាបតើ2ប្រភេទនោះប្រភេទអ្វីខ្លះសូមនិមន្តរាប់ទី1ឲ្យឈ្មោះថាបញ្ញត្តិកម្មទី2ចេតនាកម្មណាបដិជាប្រគុណការសពដូចម្ដេចទៅដែលហៅថាបញ្ញត្តិកម្មហើយដូចម្ដេចទៅដែលហៅថាចេតនាកម្មសូមនិមន្តដោះស្រាយឲ្យល្មមស្ដាប់បានមកសូមអរតនីសាធុដេញនេះដេញមែនទេណាញាតិញោមអាងតកោកំពុងឆ្នាំងមានតំណប់ជើងពាក់គោបាត់ដបងអត់មានតំណប់ជើងពាក់ដេញនេះដេញហើយញាតិញោមជួយអាណិតមេត្តាខ្លះទៅឥឡូវក្នុងពេលហ្នឹងមកទៀតហើយសំណួរដេញថែមទៀតហើយតាក់ទងនឹងរឿងចេតនាកម្មនិងបញ្ញត្តិកម្មនេះការធ្វើសីមាកម្មហ្នឹងធ្វើឲ្យត្រឹមត្រូវទៅតាមព្រះវិន័យបដិជាប្រគុណដូចជាការចងសីមាហ្នឹងគេធ្វើដោយញត្តិទុតិយកម្មវាចាហើយផ្នែកខាងសង្ឃកម្មដែលវិន័យកម្មហ្នឹងមានទៅតាមប្រភេទច្រើនណាស់ក៏ប៉ុន្តែចាប់យកចំណុចរឿងសីមាហ្នឹងគេធ្វើដោយញត្តិទុតិយកម្មវាចាហើយបើផ្នែកសង្ឃកម្មវិញគេធ្វើដោយសង្ឃចតវៈគឺភិក្ខុ4អង្គអាចចងសីមាបានហើយចំណែកខាងចេតនាកម្មវិញអានឹងធ្វើមិនក៏បានដែរញាតិញោមអត់បញ្ហាទាំងអស់តែបើបញ្ញត្តិកម្មគឺធ្វើឲ្យត្រឹមត្រូវទៅតាមព្រះវិន័យកុំឲ្យខុសពីវិន័យបើចេតនាកម្មញាតិញោមចង់ដាក់លបែងចង់ដាក់លបាំដាក់កន្ទ្រឹមដាក់ស្គរដាក់យីគេដាក់អាយ៉ៃដាក់ល្ខោនយ៉ាងណាក៏ដោយក៏អត់មានបញ្ហាដែរតែបើបញ្ញត្តិកម្មគឺត្រឹមត្រូវទៅតាមព្រះវិន័យណាមបដិជាប្រគុណសូមនិមន្តជ្រាបសាធុជ្រាបហើយចំជាមិនចេះតល់មែនខ្លាំងបោះគេមែនញោមដោះស្រាយឲ្យរូហើយអញ្ចឹងក្នុងពិធីបុណ្យបញ្ចុះសីមាហ្នឹងតើមានទាំងបញ្ញត្តិកម្មនិងចេតនាកម្មឬក៏យ៉ាងម៉េចដែរឧបល័យមើលសូមបញ្ជាក់បន្តិចមើលសូមរតនីបើនិយាយទៅក្នុងកម្មវិធីបុណ្យហ្នឹងវាមាន2មែនហ្នឹងឯងមាន2ប្រភេទទី1គឺបញ្ញត្តិកម្មធ្វើផ្នែកខាងភិក្ខុសង្ឃហើយចេតនាកម្មផ្នែកខាងញាតិញោមពុទ្ធបរិស័ទអីចឹងបើក្នុងផ្នែក
កខាងសង្ឃមានមួយចំណែកផ្នែកខាងញាតិញោមមួយចំណែកអញ្ចឹងក្នុងកម្មវិធីបុណ្យបញ្ចុះសីមានឹងមាន2ចំណែកនឹងបដិជាប្រគុណ សាធុស្ដាប់បានហើយហ្នឹងនៅក្នុងបញ្ញត្តិកម្មហ្នឹងតើភិក្ខុប៉ុន្មានអង្គទើបអាចធ្វើសីមាកម្មនឹងបានឧបល័យសូមឆ្លើយ ភិក្ខុចាប់ពី4អង្គឡើងទៅអាចធ្វើសីមាកម្មបានហើយណាបដិជាប្រគុណសូមនិមន្តទទួល សាធុហើយចុះបើក្រោមហ្នឹងអាចធ្វើបានដែរឬក៏មិនបានសូមឆ្លើយ បើក្រោមពី4អង្គមិនអាចធ្វើសីមាកម្មបានទេមិនអាចសន្មត់ចងសីមាកម្មបានទេតលតែ4អង្គឡើងទៅទេឈ្មោះថាអាចធ្វើសង្ឃកម្មដែលជាសីមាកម្មនឹងបានសូមនិមន្តជ្រាប សាធុជ្រាបហើយឧបល័យវិនយៈបេដកាបច្ឆាវសានេនាកាលបញ្ចប់នៅកម្ពីព្រះវិន័យក្នុងកាលណាហើយក៏សូមអរតនីព្រះនិកថេទាំង4ព្រះអង្គស្វាធ្យាយរាយមុននៅកម្ពីព្រះវិន័យឲ្យលាន់លឺក្រឹកក្រឹកក្រែងក្រែងដូចនាគលេងទឹកទៅអណាមោតាងអានសាហេគីវៈតា ឥឡូវនេះខ្ញុំបកករណាឆ្ងល់ថានៅក្នុងព្រះសូត្រនឹងតើមានន័យថាម៉េចដែរអានន្តសូមនិមន្តបកស្រាយ ព្រះសូត្រមានន័យថាព្រះអ្នកសូត្របើមនុស្សសូត្រអានឹងមនុស្សសូត្របើលោកសូត្រចុះបើព្រះសូត្រមានតែព្រះនឹងអ្នកសូត្រសូមជ្រាប ព្រះសូត្រនឹងមានន័យថាព្រះអ្នកសូត្រដូចជាមិនទាន់ជ្រាបហើយចុះព្រះសូត្រនឹងសូត្រអីគេអានន្តសូមឆ្លើយ សូត្រធម៌សូមជ្រាប ព្រះសូត្រនឹងសូត្រធម៌ត្រូវអត់ញោមណាព្រះសូត្រនឹងគឺសូត្រធម៌នឹងឯងហើយចុះធម៌អីដែលព្រះអង្គទ្រង់សូត្រនឹងអានន្តសូមឆ្លើយ ធម៌ព្រះសូមជ្រាប សាធុជ្រាបហើយសូត្រនឹងគឺធម៌ព្រះហ្នឹងហើយចុះក្នុងសតនបិដកនោះតើមានប្រមាណកម្ពីដែលទៅឧបល័យហើយមានប្រមាណធម្មខណ្ឌសូមឆ្លើយ ហើយបើចង់ដឹងអញ្ចឹងមិនក៏មិនទៅបើកក្នុងទូរាប់ឲ្យហើយកុំឲ្យខាតពេលគ្រាន់តែសួរថាប្រមាណកម្ពីអញ្ចឹងសតន្តបិដកហ្នឹងប្រែមកថាប្រសូតហ្នឹងហើយគឺធម៌ដែលព្រះអង្គសម្ដែងសូត្រហ្នឹងកុំច្រឡំអាសូត្រមួយនោះចាមយកមកស្លៀកសូត្រមួយខ្មែរយកមកស្លៀកសូត្រមួយត្បាញនៅព្រែកជាក្រានសូត្រមួយនាំមកពីសៀមអាសូត្រនោះសម្រាប់ស្លៀកប៉ុន្តែសូត្រក្នុងទីនេះមានន័យថាខ្សែសម្រាប់ដោតក្រងចងក្រៀកគឺខ្សែហ្នឹងឯងចងធម៌ព្រះអង្គហ្នឹងឲ្យទៅជាដុំព្រះអង្គសម្ដែងនិយាយនេះអញ្ចេះតានោះអញ្ចោះគេប្រមូលចងឲ្យដុំមកបានជាកម្ពីមកគេហៅថាព្រះសូត្រគឺព្រះសតន្តបិដកមាន5កម្ពីនោះគឺមានទីមគ្គសង្ឃអង្គខោទីនឹងទីខនិកាយមគ្គនឹងមជ្ឈមនិកាយសង្ឃនឹងចាស់សង្ឃយុត្តនិកាយអង្គនឹងអង្គុត្តនិកាយអង្គុត្តរនិកាយខោនឹងខត្តកនិកាយគិតជាធម្មខណ្ឌនឹងមាន 21000 បឋមខណ្ឌបើគិតជាសិភៅមាន64ក្បាលសូមនិមន្តជ្រាបបើមិនជឿទៅរាប់ក្នុងទូ សាធុជ្រាបហើយជឿហើយអានន្ត
ច្បាស់លាស់របស់គេណាប្រសូតហ្នឹងបើគិតជាកម្ពីមាន5ហើយបើគិតជាធម្មខណ្ឌមាន21000បឋមខណ្ឌហើយបើគិតជាក្បាលមាន64ក្បាលស្ដាប់បានហើយត្រង់ចំណុចហ្នឹងឥឡូវនេះខ្ញុំឆ្ងល់មួយទៀតគេប្រាប់ប៉ុនពីកំពង់ឆ្នាំងមកគេថាឲ្យមកវត្តអំពិល5ដើមមកប៉ុននៅវត្តអំពិល5ដើមដល់ទៅពេលមកដល់វត្តអំពិល5ដើមសម្លឹងចុះសម្លឹងឡើងនោះឃើញអត់មានឃើញអំពិលសោះវាឃើញតែដើមអំពិលបារាំងហើយនឹងដើមច័ន្ទគិរីឡើងច្រើនមកលោកកគោកហើយត្រង់ណាឯណាទៅដែលហៅថាអំពិល5ដើមនោះអនុថែអានន្តសូមឆ្លើយមានអនុថែអានន្តសូមឆ្លើយទៀតសួរហ្នឹងសួរកាន់សួរហ្នឹងសួរកាន់អត់ស្រួលហើយខ្ញុំកណាមកជាមួយគ្នាដែរតាហើយបើមកឃើញតែប៉ុណ្ណឹងដែរឲ្យទៅរយណាគេថាប៉ុនបចុះសីមានៅវត្តអំពិល5ដើមមកតាមផ្លូវឲ្យតែឃើញវត្តសម្លឹងរដើមអំពិលសនុករាប់ឲ្យតែវត្តណាមានអំពិលនឹង5ដើមវត្តហ្នឹងស្រាប់តែមកដល់វត្តនេះអំពិលបារាំងច័ន្ទគិរីពាត់ឲ្យឡើងចុងមកជុំយល់មិនក៏មិនឃើញ5វាលើហើយខ្ញុំកណាឃើញអញ្ចឹងដែរមកសួរខ្ញុំកណាបានអីចេះចង់ដឹងអញ្ចឹងមកយូរហើយមិនទៅសឹបខ្សៀវសួរលោកអាចារ្យសួរលោកគ្រូសក្រាចវត្តហ្នឹងទៅដឹងហ៎អញ្ចឹងបើចង់ដឹងច្បាស់តលតែទៅសួរព្រះគ្រូចៅអធិការវត្តឬអាចារ្យវត្តហ្នឹងទៅសូមនិមន្តជ្រាបមិនតន់ជ្រាបទេបើសួរលោកតាចៅអធិការដដែលចាំបាច់មកសួរអនុថែទៅអីឥឡូវនេះចង់ឲ្យអានន្តហ្នឹងបញ្ជាក់បន្តិចទៀតទៅមើលហេតុអ្វីបានជាគេហៅថាអំពិល5ដើមហ្នឹងអានន្តមើលដឹងប្រវត្តិទេសុំសាកបន្តិចមើលសុំរតនីសូមសួរប្រគុណម្ចាស់បន្តិចវិញដល់វគ្គអានន្តហ្នឹងដល់វគ្គយាយទៅផ្ទះអស់យាយអើយមិនក៏មកទៅចោលអាត្មាចាំទៅទាំងអស់គ្នាមិនសញ្ញោដៃបើថាចប់ស្មាមានសញ្ញោដៃឲ្យស្មើគ្នាអាត្មាទៅជាមួយដែរអញ្ចឹងស្ដាប់បានអីអង្គុយធ្វើមុខដូចកំពុងតែបានអញ្ចឹងទៅណាកំពុងយល់អញ្ចឹងទៅអាត្មាហ្នឹងវាមានកម្លាំងចេះតែប៉ោចអញ្ចឹងដែរអាត្រង់មេក្រូលឺបានមិនដឹងឲ្យតែយាយតាធ្វើមុខដូចកំពុងតែព្រោះកម្លាំងចូលមក20សេះទៀតហើយចង់សួរប្រគុណម្ចាស់មុននឹងឆ្លើយដើមស្អីមានគុលតែមួយទេប៉ុន្តែមានដើមនឹង3មានមែករាប់ពាន់សូមនិមន្តឆ្លើយបើឆ្លើយត្រូវចាំខ្ញុំកណាឆ្លើយប្រគេនដែរឃើញទេញោមអាត្មាថាមែនឲ្យតែប៉ះអានន្តហ្នឹងដឹងតែមកវិញហើយឥឡូវហ្នឹងទឹកហូរឡើងភ្នំហើយញោមហ្នឹងហើយទឹកហូរវាធ្លាប់តែគេហូរពីលើកំពូលមកក្រោមឥឡូវហ្នឹងហូរបច្រាស់មិនបាច់ដាក់ម៉ាស៊ីនបូមទេហូរឡើងខ្លួនឯងតែហ្មងនេះណាបើយើងនិយាយអំពីកីឡាបដាល់វិញគេហៅថានិវត្តកទុយឬកែងបកកិច្ចតន់ហ្នឹងកដាលមុខហ្នឹងតែហ្មងឥឡូវហ្នឹងឆ្ងល់អីឆ្ងល់រឿងដើមឈើដើមមានតែមួយដើមទៅពេលបែកមែក3មែនអីមិញគុល1មែក5គុល1មែកដើម3មែកនោះច្រើនថាមែនពេលដែលខ្ញុំកណាចាប់ក្បាលមេក្រូបង្ហូរវាចាទទួលផងកុំឲ្យអារម្មណ៍នឹងហោះទៅមើលពហិចោលកណាគុល1ដើម3មែករាប់ពាន់បើឆ្លើយត្រូវទៅវិញប្រគិនរង្វាន់ស្លាមួយចំណិតសូមនិមន្តគុល1ដើម3មែករាប់ពាន់ដើមអីគេញោមសំណួរហ្នឹងផងមិនស្រួលហើយតល់តែហ្មងញោមបើដឹងហើយញោមប្រាប់អាត្មាផងជួយបោះប្រយ៉ងគុល1ដើម3អីចេះបែក3ប្រហែលជាគុល7ហ្នឹងហើយមើលទៅគុល7អនុអានន្តសុំជ្រាបបើគេថាគុលតែមួយទេថា7វាខុសបាត់ហើយមិនចង់មិនក៏មិនថា8ទេហ្មងទៅគេថាតែមួយទេគុល1ដើម3មែករាប់ពាន់និយាយតាប្រាប់ប្រយ៉ងឲ្យបន្តិចមកសាសនាពុទ្ធចេញមកជាគម្ពីរវិន័យប្រសូតអភិធម្មនោះដើមពណ៌សរៀងក្រហមតិចនោះដើមវិន័យខាងនោះហើយដើមខាងនេះក្រហមនេះដើមប្រសូតហើយនឹងដើមអភិធម្មកដាលចាត់ទុកថាអភិធម្មចុះពុទ្ធសាសនាតែមួយទេចេញកាពីមក3វិន័យប្រសូតព្រះអភិធម្ម8ជាសាខារាយរងទៀតរាប់ពាន់នោះមានអដ្ឋកថាមានដីកាមានយោជនីនោះប្រគុណម្ចាស់ប្រគុណណាស់ដែលបានឆ្លើយយ៉ាងពិរោះក្បោះក្បាយថាគុល7អត់ត្រូវសោះចុះស្អីគេដើមតែមួយទេមែកដល់តែ5សូមនិមន្តឆ្លើយសងអាសំណួរខុសមិញអាយ៉ាណាញោមដើម1មែក5អនុអានន្តហ្នឹងឆ្លើយក្នុងន័យធម៌ដើម1មែក5ប្រហែលជានិកាយទាំង5ហ្នឹងហើយឬក៏កម្ពីទាំង5ហ្នឹងហើយអានន្តត្រូវហើយខុសសុំជ្រាបគុលដៃតែមួយឯងចេញមក1រៀម5
ប្រគុណណាស់កាលពីដើមឡើយនឹងវាមានដើម7នឹងមានតែមួយដើមទេប៉ុន្តែវាមានមែកនឹង5នៅកដាលព្រៃរនាមនឹងគេហៅថារនាមដូនសំកន្លែងនឹងព័ទ្ធជុំវិញទៅដោយទនៀបបឹងបួរនឹងភូមិស្រុកជាច្រើនហើយមានដើម7ដោះនៅតំណឹងមួយតែមួយដើមទេប៉ុន្តែមានមែកនឹងវា5ប៉ុន្តែគេហៅคลายយូរមកទៅជា7 5ដើមប៉ុន្តែតាមពិតមិនមែន5ដើមទេ5មែកនៅក្នុងតំបន់កដាលព្រៃរនាមដូនសំនឹងដែលមានភូមិព័ទ្ធជុំវិញដោយញោមស្គាល់ហើយពីខាងកើតមកតាំងពីថ្មគោលតាំងពីកោឃុំតាំងពីរូងជ្រៃខ្នាច់រមាសវាលតមៀករហូតមកដល់បវលមកដល់ណែតកោកម៉ាងភូមិសៀមអញ្ចឹងមករួចពីខាងជើងនោះមានព្រៃខ្ពស់មានម៉ាក់ឃ្លឿមានអីចឹងមកហើយពីខាងត្បូងនោះវាមានតាំងពីលងរៃមានតាំងពីកែងបត់30មានតាំងពីតក្រីតែអីចឹងទៅហើយខាងលិចនោះវាមានតាំងពីភ្នំម៉ាឡៃភ្នំបារាំងធ្លាក់អីចឹងទៅណាអាហ្នឹងនៅក្នុងព័ទ្ធក្នុងតំបន់ហ្នឹងវាមានជារនាមមួយឈ្មោះរនាមដូនសំហ្នឹងជំនាន់ហ្នឹងវាមានដើម7ហើយដល់តែឥឡូវវាបាត់អស់ទៅហើយអា7 5មែកคล้ายមក7 5ដើមនោះដោយសាររឿងរ៉ាវវាមានដើម7ពីជំនាន់នោះបានគេហៅថាភូមិ7 5ដើមហ្នឹងនោះខ្ញុំកណាគ្មានឱកាសវេលានឹងរៀបរាប់ទេឆ្លើយបានប៉ុណ្ណេះបើចង់ដឹងច្បាស់ចាំដើរសួរចាស់ចោសូមនិមន្តជ្រាបតាំងសត្វាជ្រាបហើយហេនៅឯភ្នំពេញឯនោះដឹងស្ថានភាពដឹងប្រវត្តិសាស្ត្រនៅនេះទៀតញោមហេពិតជាអ្នកខ្លាំងរបស់គេមែនហើយបើខ្លាំងអញ្ចឹងខ្ញុំកណាឆ្ងល់អញ្ចេះឧបអនន្តឆ្ងល់ចេះប៉ុនបច្ចុះសីមាហ្នឹងឆ្ងល់រឿងបច្ចុះសីមាគេបញ្ចុះនៅពហិយណាឆ្ងល់រឿងពហិយហ្នឹងមានន័យសេចក្តីយ៉ាងម៉េចដែរឧបល័យអានន្តសូមឆ្លើយអានដូចជាមិនច្បាស់សោះឮតែពហិយបើពហិយហ្នឹងមានន័យថាបង្ហៀមានន័យថាគេទប់ទំនប់ឲ្យទឹកហូរពីលើអាហ្នឹងឯងគេបង្ហៀសូមជ្រាបវិហារមិនពហិយឯវិហារហ្នឹងមានន័យថាម៉េចសូមឆ្លើយវិហារហ្នឹងក្នុងកពីធម្មបទកន្ធថ្វាទៅហើយវិហារាំងកាន់វត្តវិហារហ្នឹងក្នុងធម្មបទព្រះថាវត្តដល់តែនៅក្នុងអតរេកលៀបសេនាសនៈវិហារោអត្តយោគោបសាទោហមយ៉ាងគុហាពហិយហ្នឹងព្រះថាកត់ធំទៅវិញដល់តែយើងចូលមកក្នុងវត្តវិហារហ្នឹងគឺរោងឧបោសថក្នុងតួបល័យវិន័យត្រឹមត្រូវវិហារហ្នឹងគឺជាទីសេនាសនៈកន្លែងសម្រាប់ជ្រកកន្លែងសម្រាប់កោននៅគឺជាទីសេនាសនៈដ៏ធំជាងគេប្រចាំវត្តហ្នឹងហើយវិហារសូមជ្រាបបើមិនជឿទៅមើលនៅទៅនោះជ្រាបហើយវិហារហ្នឹងគឺវត្តវិហារាំងកាន់វត្ត